បាទសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូនខ្ញុំបាទឈ្មោះសាំយូអែលសូមបានដកស្រង់នៅក្នុងអត្ថបទព្រះគម្ពីរម៉ាថាយជំពូក7ខ1ដល់ខ5តែមុននៅក្នុងការដែលលើកនៅបទគម្ពីរខ្ញុំបាទសូមលើកយកនៅគំនិតមួយដែលតែងតែមនុស្សជាច្រើនបាននិយាយហើយតែងតែចង់បានតើពាក្យនោះមានន័យយ៉ាងដូចម្ដេចគឺថាគឺជួនពរអ្នកទៅណាមកណាមានគេគោរពស្រឡាញ់ច្រើនអស់លោកអ្នកបងប្អូនតើអស់លោកអ្នកបងប្អូនធ្លាប់បាននិយាយនៅពាក្យនេះដែរឬទេបាទមានមនុស្សជាច្រើនតែងតែនិយាយថាសូមជួនពរអ្នកទៅណាមកណាមានគេគោរពស្រឡាញ់ច្រើនប៉ុន្តែនៅពេលនេះខ្ញុំបាទសូមចង់សួរអស់លោកអ្នកបងប្អូនវិញថាតើពាក្យទាំងនេះលោកអ្នកបងប្អូនធ្លាប់បាននិយាយដែរឬទេប៉ុន្តែមនុស្សម្នាក់គឺតែងតែចង់បាននៅការគោរពស្រឡាញ់ពីអ្នកដទៃនិងមនុស្សដែលនៅជុំវិញខ្លួនប៉ុន្តែខ្ញុំសូមសួរអស់លោកអ្នកបងប្អូនថាបើអស់លោកអ្នកបងប្អូនសុំឲ្យគេស្រឡាញ់រាប់អានយើងហើយទៅណាមកណាមានគេស្រឡាញ់ច្រើនពេញចិត្តនិងចូលចិត្តតែអស់លោកអ្នកបងប្អូនមានដែលបានទៅស្រឡាញ់គេវិញដែរឬទេតើបងប្អូនមានគោរពស្រឡាញ់ដល់អ្នកដែលនៅជុំវិញខ្លួនដែរទេពិតណាស់យើងម្នាក់គឺតែងតែចង់បាននៅការគោរពស្រឡាញ់ពីអ្នកដទៃប៉ុន្តែប្រហែលជាយើងមិនបានគោរពនិងស្រឡាញ់ដល់អ្នកដែលនៅជុំវិញខ្លួនយើងទេដូច្នេះសូមបងប្អូនបានពិចារណាបើសិនជាអស់លោកអ្នកបងប្អូនចង់ឲ្យគេគោរពស្រឡាញ់អស់លោកអ្នកបងប្អូននោះសូមបងប្អូនបានចេះគោរពស្រឡាញ់ដល់អ្នកនៅជុំវិញដែរនោះលោកអ្នកនឹងបានការគោរពស្រឡាញ់ពីអ្នកដែលនៅជុំវិញខ្លួនរបស់យើងហើយទោះបីជាអស់លោកអ្នកបងប្អូនទៅដល់ទីកន្លែងណាការគោរពស្រឡាញ់នេះនឹងមាននៅជាមួយនឹងអស់លោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរម៉ាថាយជំពូក7ខ1ដល់ខ5បាននិយាយថាកុំឲ្យថ្កោលទោសគេឡើយដើម្បីមិនឲ្យមានគេថ្កោលទោសអ្នកវិញត្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណានោះគេនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរហើយគេនឹងវាល់ឲ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាឲ្យគេផងហេតុអ្វីបានជាអ្នកមើលឃើញកំតិចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នកតែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះឬធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថាចូលឲ្យអញយកកំតិចចេញពីភ្នែកឯងចេញតែមើលមានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញអ្នកមានពុតអើយចូលយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិននោះទើបនឹងបានឃើញច្បាស់អាចនឹងយកកំតិចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរបាទនៅក្នុងបទគម្ពីរនេះព្រះយេស៊ូវគ្រីស្ទបានប្រាប់យើងថាចូលឲ្យយើងសម្លឹងមើលខ្លួនយើងជាមុនសិនចូលឲ្យយើងមើលអ្វីដែលយើងកំពុងតែមានជាមុនសិនមុននឹងអស់លោកអ្នកបងប្អូនបានមើលទៅដល់អ្នកដែលនៅជុំវិញខ្លួនយើងបើបងប្អូនចង់បានអ្វីពីអ្នកជុំវិញខ្លួនដែលចង់ឲ្យគេស្រឡាញ់រាប់អានគោរពតើតែអស់លោកអ្នកបងប្អូនបានចេះស្រឡាញ់និងគោរពដល់អ្នកដែលនៅជុំវិញខ្លួនដែរនៅក្នុងបទគម្ពីរបានប្រាប់យើងថាបើយើងធ្វើអ្វីដាក់គេនោះគេនឹងធ្វើយ៉ាងនោះដាក់មកយើងដែរដូច្នេះបើយើងធ្វើល្អបើយើងស្រឡាញ់គេបើយើងរាប់អានគេបើយើងឲ្យតម្លៃគេនោះគេនឹងធ្វើមកយើងដូចគ្នាដែរតែបើសិនក្នុងករណីដែលយើងធ្វើទៅហើយគេមិនឲ្យតម្លៃយើងនោះបងប្អូននឹងធ្វើយ៉ាងដូចម្ដេចគឺបងប្អូននឹងធ្វើយ៉ាងនោះទៅដល់គេវិញដែរដូច្នេះ
សូមឲ្យបទគម្ពីរនៅថ្ងៃនេះជាសារមួយដើម្បីនឹងរំលឹកយើងដាស់តឿនយើងសូមឲ្យព្រះយេស៊ូវគ្រីស្ទបានប្រទានពរសូមឲ្យព្រះយេស៊ូវគ្រីស្ទបាននៅជាមួយនឹងអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែរដើម្បីឲ្យទាំងការអ្វីដែលយើងគិតទាំងការអ្វីដែលយើងធ្វើទាំងការអ្វីដែលយើងនិយាយសូមឲ្យព្រះយេស៊ូវគ្រីស្ទបានដឹកនាំយើងអរគុណច្រើនសូមព្រះអង្គបានប្រទានពរ